យើងឈ្មោះគឹមឡាងបងខ្ញុំឈ្មោះឈីខ្វាន់បងខ្ញុំឈ្មោះប៉ាលីខ្ញុំឈ្មោះសៀងបងឈ្មោះឡាំងអេងឈ្មោះសេងហងបងថាតើពេលដែលឃើញកងទ័ពជួមុខយើងដែលគាត់ខំការពារប្រទេសយើងនេះតើបងមានអារម្មណ៍មិនដែរតាំងពីមាននឹងកាត់ឡើងខ្ញុំមានអារម្មណ៍ថាខ្ញុំរំភើបដែលមានពួកគាត់ដែលចាំជួយជួមុខដើម្បីពលីជីវិតដើម្បីការពារប្រជាជនយើងក្នុងពេលមានសង្គ្រាមហ្នឹងឃើញគាត់ជួយពួកយើងច្រើនមែនតើហើយទាំងប្រជាជនយើងក៏ស្រដដៃគ្នាដែរសម្រាប់ខ្ញុំផ្ទាល់ខ្ញុំពិតជាមានមោទនភាពខ្លាំងមែនតើចំពោះបងទាហានកងទ័ពដែលបានគាត់ជួយពលីជួយដល់ប្រជាពលរដ្ឋខ្មែរយើងសម្រាប់ខ្ញុំមានមោទនភាពមែនតើដែលឃើញគាត់ពលីជីវិតដើម្បីជួយជាតិហ្នឹងខ្ញុំមានមោទនភាពខ្លាំងមែនតើដែលថាជាកូនខ្មែរមិនសិនជាមានពួកគាត់ទេប្រជាជនយើងក៏ពិបាកដែរអញ្ចឹងណាបងចាគាត់ព្យាយាមតាំងយប់ទាំងថ្ងៃគឺគាត់រវល់ខ្លាំងមែនតើអញ្ចឹងសូមជូនពរឲ្យកងទ័ពយើងទាំងអស់មានសុខភាពល្អនិងធ្វើជាអ្នកដែលការពារប្រទេសជាតិយើងបានរហូតផងដែរបងពិតជាសប្បាយចិត្តមែនតើដែលខ្ញុំកើតមកជាកូនខ្មែរហើយពេលដែលមានសង្គ្រាមគឺខ្ញុំបានឃើញទស្សនវិជ្ជាប្រជាជនខ្មែរយើងចូលរួមជួយច្រើនមែនតើហើយមួយទៀតខ្ញុំពិតជាមានមោទនភាពមែនតើបងកងទ័ពគាត់លះបង់ច្រើនមែនតើសម្រាប់ការការពារទឹកដីមួយនៃជូនពរឲ្យបងទាំងអស់គ្នានៅជួរមុខគាត់មានសុខភាពហើយនិងសុខភាពល្អហ្នឹងដោយសារតែខ្ញុំក៏មានអារម្មណ៍ដូចបងដែរគឺរំភើបដែលឃើញប្រជាជនខ្មែរយើងស្រស់គ្នាធ្វើដៃគ្នាវិញគ្នាជាក្រុមមួយហើយបងកងទ័ពជួរមុខយើងការពារយើងទាំងអស់គ្នាអញ្ចឹងណាសួរតាមត្រង់ពីមុនមកដែរឃើញប៊ូស្រងបានរៀបចំយុទ្ធនាការផ្សេងៗឬក៏បរិច្ចាគជួយដល់កងទ័ពយើងអត់ឃើញបានឃើញបងឃើញសកម្មភាពអីខ្លះបងដែរឃើញសកម្មភាពទី1គឺគាត់បានចែកទៅលើប៊ូស្រងដល់ប្រជាពលរដ្ឋដែលគាត់ជំលះខ្លួនចេញពីខេត្តដែលគាត់កំពុងតែមានសង្គ្រាមហ្នឹងហើយក៏គាត់មានធ្វើកម្មវិធីផ្សេងសម្រាប់ធម៌ទាំងអង្គភេសជ្ជៈដូចជាទឹកប្រាក់ជាដើមហ្នឹងហើយប៊ូស្រងបានរៀបចំកម្មវិធីជាច្រើនមកហើយពីមុនមកមានជួយជាងកដល់ជនភៀសសឹកតែឥឡូវនេះប៊ូស្រងរៀបចំព្រឹត្តិការណ៍មួយទៀតគឺការប្រារព្ធបុណ្យឧទ្ទិសកុសលដល់បងកងទ័ពដែលបានពលីហ្នឹងហើយនិមន្តព្រះសង្ឃ 1000 អង្គដើម្បីមកសូត្រឧទ្ទិសកុសលដល់បងកងទ័ពពលីអញ្ចឹងណាអញ្ចឹងពេលបងដឹងថាប៊ូស្រងធ្វើព្រឹត្តិការណ៍ប្រារព្ធពិធីបុណ្យឧទ្ទិសកុសលជូនដល់បងកងទ័ពពលីចំណាប់អារម្មណ៍បងមិនដែរសប្បាយចិត្តហើយរំភើបខ្លាំងចាខ្ញុំរំភើបខ្លាំងបងដោយសារតែខ្មែរគឺគាត់ជួយខ្មែរស្រឡាញ់ខ្មែរគ្នាឯងអញ្ចឹងបងអញ្ចឹងនេះគឺជាមោទនភាពខ្មែរមួយបើសិនជាខ្មែរយើងរួបរวมគ្នាសាមគ្គីគ្នាប្រទេសយើងនឹងជឿនលឿនទៅមុខរហូតបងខ្ញុំពិតជាមានមោទនភាពមែនទែនដែលខ្មែរគឺជួយខ្មែរខ្ញុំមានមោទនភាពបងដែលឃើញគាត់ជួយខ្មែរអញ្ចឹងគាត់ជួយដល់វីរៈកងទ័ពដែលគាត់ពលីអញ្ចឹងពេលដែលដឹងថាប៊ូស្រងនឹងមានកម្មវិធីនឹងឡើងខ្ញុំពិតជាមានអារម្មណ៍ថាលយនឹងខ្លាំងមែនទែនដោយសារតែយើងបានរំលឹកដល់បងដែលគាត់ពលីខ្ញុំពិតជាសប្បាយចិត្តបើសិនជាខ្ញុំទៅណែខ្ញុំទៅចូលរួមពួកខ្ញុំទាំង6នាក់ពិតជាអរគុណដល់លោកពូដូចជាប្រជាជនកម្ពុជាយើងទាំងអស់ដែលមានភាពសាមគ្គីគ្នានៅក្នុងពេលសង្គ្រាមនិងជូនពរឲ្យគាត់រឹងមាំអស់គ្នាអរគុណច្រើនហើយបាយបាយអរគុណ